ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុងសេអ៊ូលមានព្រឹត្តិការណ៍អន្តរជាតិមួយដែលគេរៀបចំឡើងនៅទីក្រុងសេអ៊ូលគឺបុណ្យដង្ហែគោមផ្កាឈូកអន្តរជាតិដែលក្នុងនោះមានប្រទេសជាច្រើនចូលរួមដង្ហែដើម្បីបង្ហាញពីសាសនានិងវប្បធម៌របស់ប្រទេសរៀងៗខ្លួនជាពិសេសក៏មានប្រទេសកម្ពុជាយើងចូលរួមដង្ហែផងដែរ mới đó hiện cái màu hai buồn luôn cái ông buồn còn chia lại chỗ nào còn chia lại trong tay ở đây ta khơi lươn lươn chung ít để học luôn khơi cho đông đuôi nha đây
Cambodia Cambodia Mala Bye Cambodia Cambodia ta sụt đây ba ta ôn chăm baby ta ôn vào chứ đó đồ đi tiếp luôn ô sụt đây Campuchia sụt đây ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានឃើញបងប្អូនខ្មែរយើងនៅកូរ៉េជួយលើកមុខមាត់ប្រទេសកម្ពុជាយើងដោយបានផ្សព្វផ្សាយពីវប្បធម៌និងពុទ្ធសាសនាទៅកាន់ជនបរទេសជាច្រើនដែលរស់នៅប្រទេសកូរ៉េជាពិសេសភ្ញៀវទេសចរដែលបានមកលេងប្រទេសកូរ៉េហើយក៏បានចូលរួមទស្សនានៅការដង្ហែក្បួននេះផងដែរ ខ្ញុំឃើញថាការដង្ហែក្បួនគោមឈូកអន្តរជាតិក៏មានជនជាតិកូរ៉េឬក៏ជនជាតិបរទេសជាច្រើនបានចាប់អារម្មណ៍នៅប្រទេសកម្ពុជាយើងដែលឃើញពីវប្បធម៌ហើយនិងសាសនាដ៏រុងរឿងដែលបានបង្ហាញនៅក្នុងក្បួនដង្ហែនៅទីក្រុងសូអ៊ូលនេះដែរដោយពួកគាត់បានទទួលរាក់ទាក់ស្វាគមន៍ដោយលើកដៃធ្វើជាសញ្ញាហើយអ្នកខ្លះទៀតក៏គាត់ចេះភាសាខ្មែរយើងថាជំរាបសួរកម្ពុជាអញ្ចឹងទៅ
ក្បួនដង្ហែគោមត្រូវបានបញ្ចប់ប្រហែលជានៅម៉ោង 10 យប់ហើយពួកយើងម្នាក់ៗគឺសប្បាយរីករាយណាស់ដែលបានចូលរួមដង្ហែដើម្បីបង្ហាញពីវប្បធម៌និងពុទ្ធសាសនានៃប្រទេសកម្ពុជាយើងទៅកាន់បរទេសជាច្រើននៅទីក្រុងសេអ៊ូលនេះហើយពួកយើងក៏នាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ឃើញថាម្នាក់ៗពិតជាហត់ខ្លាំងប៉ុន្តែគាត់នៅតែមានកម្លាំងដើរទៅមុខរហូតដើម្បីបញ្ចប់ក្បួនដង្ហែគោមឈូកអន្តរជាតិនេះ